ឆ្នាំ10ថ្មីអសបរានខ្មែរបបោប្រភេទខ្លងបានចូលស្តុកហើយចាពុកម៉ែបងប្អូនចាណាអញ្ចឹងនេះជាអបហើយនេះខ្លងរបស់យើងចង់បញ្ជាក់ជូនថាសម្រាប់ថ្មីនេះគឺយើងបានធ្វើការចុះចោលបបផលរួចរាល់អញ្ចឹងជាផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងផ្ទាល់តែម្ដងខាងខ្ញុំនឹងធ្វើការកាត់តឯកសារទាក់ទងជាមួយនឹងការចុះចោលបបផលដើម្បីផុសជូនបងប្អូនខ្លងរបស់យើងនេះគឺមានរូបរាងអញ្ចឹងហើយខាងបាតខ្លងរបស់យើងគឺមានដាក់ made in Cambodia ចាបញ្ជាក់ថាជាផលិតផលដែលផលិតក្នុងប្រទេសកម្ពុជារបស់យើងហើយសម្រាប់សាច់ថ្នាំគឺហាប់ណែនចាសាច់ថ្នាំគឺហាប់ណែនបរិមាណប្រើប្រាស់គឺតិចបំផុតប៉ុនគ្រាប់សណ្ដែកចានិយាយទៅគឺយើងប្រើច្រើននៅក្នុងការរុះយកសាច់ថ្នាំនិយាយទៅគឺជាប់តែប៉ុណ្្នឹងទេពពុះច្រើនសម្អាតបានយ៉ាងស្អាតល្អអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលជាអតិថិជនប្រើប្រាស់ជាមួយនឹងថ្នាំអត់ធ្មេញប្រភេទខ្លងនេះចាខាងខ្ញុំមានលក់មកតាំងពី2017ចាតែពីមុនជាផលិតផលរបស់ប្រទេសថៃចាឈ្មោះបាយផូខាតែឥឡូវនេះគឺខាងខ្ញុំបានធ្វើការផ្លាស់ប្ដូររោងចក្រមកផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងវិញហើយចាដែលបានធ្វើការផ្លាស់ប្ដូរឈ្មោះទៅជាថ្នាំអត់ធ្មេញអសបរានខ្មែរបបោចាអញ្ចឹងសម្រាប់អតិថិជនដែលធ្លាប់ប្រើប្រភេទខ្លងពីមុនមកគឺសូមនៅតែបន្តប្រើเนาะដោយសារតែពីមុនគឺហកគេចាផលិតនៅថៃឥឡូវនេះគឺអត់ទេគឺយើងផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងផ្ទាល់តែម្ដងប្រើអសបរានខ្មែររបស់យើងផលិតដោយបងប្អូនរបស់យើងផ្ទាល់តែម្ដងគុណភាពគឺថា the best ចាណាសាច់ថ្នាំហាប់ណែនប្រើប្រាស់បរិមាណតិចបំផុតប៉ុនគ្រាប់សណ្ដែកចាចង់បញ្ជាក់ជូនថាសម្រាប់ស្តុកជើងទី1នេះនៅលើសំបកអបនេះគឺដាក់ថា25ក្រាមក៏ប៉ុន្តែសាច់ថ្នាំជាក់ស្ដែងគឺ31ក្រាមជាងមូលហេតុដោយសារតែទំហំគឺត្រូវជាមួយនឹង sample ដែលយើងដាក់ទៅក៏ប៉ុន្តែសម្រាប់កម្ពស់គឺខ្ពស់ជាងហើយនៅពេលដែលច្រកសាច់ថ្នាំគឺយើងសម្រេចថាច្រកឲ្យពេញហ្មងទៅចាណាសម្រាប់ទម្ងន់គឺមិនមែន25ក្រាមទេគឺ31ក្រាមជាងសម្រាប់ស្តុកជើងទី1អញ្ចឹងពុកម៉ែបងប្អូនចាអស់ថ្នាំអត់ពេញប្រើហើយចាទិញស្តុកដំបូងនេះគឺចំណេញខ្លាំងមែនទែនដើម្បីឲ្យរឹតតែចំណេញពុកម៉ែបងប្អូនអាចទិញជាកញ្ចប់បាន500,000 free ដឹកទូទាំងប្រទេសហើយក៏ឆ្លៀតជូនទៅនឹងពីមុនខាងខ្ញុំមានលក់តាប្រភេទខ្លងទេចាតាំងពី2017មកណាក៏ប៉ុន្តែឥឡូវនេះគឺមានពីរជម្រើសជូនពុកម៉ែបងប្អូនចាមានថ្នាំប្រភេទខ្លងនិងប្រភេទតិចពីរនេះគឺប្រើបរិមាណតិចដូចគ្នាចាប៉ុនគ្រាប់សណ្ដែកដូចគ្នាអានេះជាប្រភេទខ្លងដែលខ្ញុំប្រើច្រើនអត់មិញរុះយកសាច់ថ្នាំណាចាហើយនេះគឺប្រភេទតិចចាណាប្រភេទតិចនេះគឺយើងច្បាច់សាច់ថ្នាំទីតិចទៅវាឃើញមូអញ្ចឹងណាចាអញ្ចឹងចង់បញ្ជាក់ជូនថាពីរនេះសារធាតុផ្សំគឺតែមួយពីនេះសារធាតុផ្សំគឺតែមួយប្រើបរិមាណតិចបំផុតដូចគ្នាចាប៉ុនគ្រាប់សណ្ដែកដូចគ្នាជាផលិតផលផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងដូចគ្នាប្រើសម្រាប់ខ្មែរដូចគ្នាចាផលិតដោយរោងចក្រក្នុងស្រុករបស់យើងគឺដូចគ្នាចាណាអ្វីដែលខុសគ្នានេះគឺខុសតែសាច់ថ្នាំទេចាណាដោយសារតែសាច់ថ្នាំប្រភេទទីបអត់អាចយកមកដាក់ខ្លងបានសាច់ថ្នាំប្រភេទខ្លងក៏អត់អាចយកទៅដាក់ទីបបានដែរចាណាអញ្ចឹងពីនេះគឺតាមបេះដូងពុកម៉ែបងប្អូនស្រឡាញ់ខ្លងយកខ្លងស្រឡាញ់ទីបយកទីបចាជាអ្នកឯកទេសដោះស្រាយបានរាប់បញ្ហាមាត់ថ្មិញប៉ុន្តែប្រចាំគ្រួសារចង់បញ្ជាក់ជូនថាសម្រាប់ថ្នាំអត់ថ្មិញអសបរានខ្មែរបបោទាំងពីរប្រភេទនេះទាំងទីបទាំងខ្លងណាចាប្រើបានចាប់ពីអាយុ3ឆ្នាំឡើងទៅអញ្ចឹងកុមារអាយុចាប់ពី3ឆ្នាំឡើងទៅគឺអាចប្រើប្រាស់បានហើយសម្រាប់បងប្អូនដែលត្រូវការទាំងដុំទាំងរេអាចធ្វើការ inbox ឬទាក់ទងទៅដំណើរចែកចាយបន្តដែលនៅជិតពុកម៉ែបងប្អូនផុតចាសូមអរគុណចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាមាត់ធ្មេញមិនថារលាកចាញ់ធ្មេញរាក់ស៊ីធ្មេញឈាមតាមជើងធ្មេញពុកធ្មេញស្រាវធ្មេញឈឺធ្មេញហាមតាមជើងធ្មេញកំណត់កំបោរកាហ្វេតាមបរិយជាពិសេសគឺបញ្ហាក្លិនមាត់ស្អុយអាចធ្វើការជ្រើសរើសប្រើប្រាស់ជាផលិតផលថ្នាំអត់ធ្មេញអសបរានខ្មែរបបោរបស់យើងបាន